ហេយងហេយ៉នតាំងពីពេលណាដែលអញខ្លាចជាមនុស្សចិត្តចង្អៀត បាទមួយរយៈនេះខ្ញុំបានផ្លាស់ប្ដូរ គាត់មកដល់តាំងពីពេលណាហើយគាត់បាននៅពុត ខ្ញុំគ្រាន់តែបង្រៀនអ្នកនាងខឹមរំប៉ុណ្ណោះ អូពិតមែនឬអញ្ចឹងឥឡូវអ្នកនាងគួរតែរៀប បន្តិចបន្តួចប៉ុណ្ណោះ តោះមើលថាតើអ្នកនាងរៀនបានល្អប៉ុណ្ណាហេនអ្នកនាងល្មមមើលតើអ្នកណាប្រាប់អ្នកនាងឲ្យផឹកច្រើនម្ល៉េះ លោកនោះខ្ញុំមកទីនេះជាមួយលោកក្នុងនាមជាដៃគូរបស់លោកខ្ញុំផឹកដើម្បីរក្សាកិត្តិយសរបស់លោកហើយខ្ញុំថាល្មមគឺហួសហេតុពេកហើយ បរិះជាច្រើនកំពុងសម្លឹងមើលអ្នកនាងហើយអ្នកនាងមិនបានចាប់អារម្មណ៍ផង ត្រូវគេបោះបង់ចោលឬ ឯងមកហើយ ហើយនេះជាលើកទី1ហើយដែលយើងឃើញយ៉ងអាយ៉នរ៉មមែនទេ យើងបានទៅកម្មវិធីជាច្រើនប៉ុន្តែនេះជាលើកទី1ហើយដែលយ៉ងហេយ៉នរំនៅឯពិធីជប់លៀងហើគួរឲ្យចាប់អារម្មណ៍មែនទេ ហើយប៉ុន្តែស្ត្រីនោះ នាងមិនមែនជាមនុស្សសំខាន់អ្វីទេគ្រាន់តែជាលេខា លេខានាងស្អាតណាស់ តើអ្នកនាងកំពុងធ្វើអ្វី លោកបណ្ឌិតខេងប្រាប់ខ្ញុំឲ្យតាមដានលោកហើយត្រូវប្រកាសថាលោកមិនផឹកខ្ញុំរកលោកមិនឃើញពីមុនខ្ញុំរកបងមិនឃើញទេខ្ញុំគិតថាបងលួចទៅផឹកស្រា គ្មានអ្នកណាអាចមកបង្គាប់ខ្ញុំថាខ្ញុំអាចផឹកស្រាបានទេលើកលែងតែប្រពន្ធខ្ញុំ សំទោសខ្ញុំស្រវឹងបន្តិចហើយខ្ញុំសំទោស តែមុននេះបងនិយាយអីជាមួយយ៉ាន់ហ៊ី ជន់ហ៊ីចេញទៅជូនយ៉ងហេយ៉នណា បាទម៉ាក់យល់ច្រឡំហើយប្រពន្ធរបស់យ៉ងហេយ៉នគឺជានរណាម្នាក់ផ្សេងទៀតហើយហេយ៉នគឺជា លោកស្រីសូមអរគុណដែលបានអញ្ជើញពួកយើង មិនអីទេចិនហ៊ីនិងយ៉ងហេយ៉នគឺជាមិត្តភក្តិនឹងគ្នាអស់រយៈពេល20ឆ្នាំហើយដូច្នេះលើកក្រោយ ចាស់ មានរឿងអីហេនខ្លួនឯងបាននិយាយថានាងរៀបការហើយហេននាងមិនបានកុហកខ្ញុំទេមែនទេ ចាស់មិនមែនទេវាជាការពិត ឃើញទេខ្ញុំបានប្រាប់អ្នកហើយកុំនាំហេនមកកន្លែងអាចជឿនបែបនេះចុះប្រពន្ធរបស់អ្នកណែណាយើងមិនដែលឃើញនាងទេចាប់តាំងពីអ្នករៀបការមក ឡានខ្ញុំមកដល់ហើយខ្ញុំត្រូវទៅហើយចំជីទេ អើ ជីឡានទេ មិនអីទេមានគេមកទទួលខ្ញុំហើយ ប្តីនេះ ប្តីខ្ញុំដែលមិនដឹងថាគាត់ស្លាប់ឬរស់មិននឹងមកទទួលខ្ញុំទៅ តើប្តីរបស់ហេនជានរណាទៅហេនជួយរៀបចំអីវ៉ាន់ក្នុងឡានផង ទាំងនេះមិនមែនជាកាដូសម្រាប់ភរិយារបស់លោកទេ ខ្ញុំលេងទៅកាហើយចង់បោះចោលឬលោកក៏បានតាមចិត្តហេនចុះ ប្តីប្រពន្ធតែងតែឆ្លោះគ្នាហើយត្រូវគ្នាវិញជានិច្ចចុះបើលោកស្ដាយក្រោយពេលបោះចោលវិញ ធ្វើទៅហើយក៏និយាយពីមនុស្សម្នាក់នោះនៅចំពោះមុខខ្ញុំទៀត ខ្ញុំសុំទៅមុនហើយ ឯងផឹកប៉ុន្មាន លោកនៅតែយើងទៅវិឡាទេ ចាំបន្តិច លោកនៅលោកស្រីខឹមនិងប្តីរបស់គាត់មើលទៅស្និទ្ធស្នាលគ្នាណាស់ បើកឡានទៅ អើហាអឿនទុកតែចេញពីធ្វើការមែនទេយប់ជ្រៅណាស់ហើយសុំទោសដែលធ្វើឲ្យបារម្ភហើយអរគុណដែលមកទទួលខ្ញុំឯងនិយាយអីហ្នឹងនាងស្អាតដូចឯងមិនគួរដើរតែម្នាក់ឯងនៅពេលយប់ជ្រៅបែបនេះទេបើមានរឿងអីកើតឡើងចំពោះឯងតើឯងនឹងធ្វើមិនដល់ថ្នាក់នឹងទេ
ប្រយ៉ាងទៀតបើធ្វើការលើសម៉ោងប្រាក់ឈ្នួលគឺ2ដងលុយសំខាន់ជាងជីវិតមែនទេយ៉ាងហោចណាស់បើមានលុយគេនឹងមិនរុញច្រានយើងទេ ឯង ជួយផងហើយយើងស្គាល់គ្នាបាន3ឆ្នាំហើយនោះជារឿងកន្លងទៅហើយយើងបំភ្លេចវាទៅហាំ សុំទោសដែលរំខានអារម្មណ៍ល្អរបស់ពួកឯងតែថំទិញទំនិញទាំងនេះជាអ្វីសុទ្ធតែមកល្បី គីមហាបានអ្នកមានម្នាក់នៅឯពិធីជប់លៀងមែនទេមិនមែនទេលោកណូបានទិញរបស់ទាំងនេះសម្រាប់ភរិយារបស់ពួកគេប្រហែលជាឆ្លោះគ្នាដូច្នេះគាត់ប្រាប់ខ្ញុំឲ្យបោះចោលវាហើយចាំបន្តិចនេះជាខ្សែដៃ Bulgari Mode ថ្មីទឹកណែនឹងឈួតហើយខ្ញុំទៅតែត្រូវឆ្នោតមែនទេខ្ញុំស្រឡាញ់ឯងហាអឿនហាអឿនអាវធំដែលឯងផ្ញើមកយាយបានទទួលហើយវាស្អាតហើយក៏ក្តៅណាស់លោកយាយកុំបារម្ភអីអាវធំនេះគឺជារបស់ដែលថៅកែក្រុមហ៊ុនបានឲ្យបុគ្គលិកមួយរយៈនេះការងាររវើបន្តិចតែខ្ញុំនឹងទៅលេងលោកយាយឆាប់នេះបងស្រីហាអឿនមានរឿងធំហើយ លោកស្រីខ្ញុំនៅទីនេះមិនអាចបានឃើញទេអត់ដឹងសោះខ្ញុំអត់បានចាប់អារម្មណ៍តតែសោះមិនអីទេនេះជាអ្វីអើយលោកស្រីខ្ញុំក៏កំពុងអានអត្ថបទនេះដែរនេះជាព័ត៌មានដែលកំពុងល្បីពេញទីក្រុងឥឡូវនេះ ព័ត៌មាននេះពេញក្នុង ជី ក្រុម វិត ឆា ឯ ត កជនរបស់នាងវិញ្ញាណទីគួរឲ្យខ្ពើមណាស់មើលរបៀបដែលនាងលោតទៅរកបុរសគ្រប់ការបំផ្លាញស្ត្រីម្នាក់ដែលគ្រាន់តែព្យាយាមរស់នៅគឺងាយស្រួលជាងអ្វីដែលអ្នកគិតគ្រាន់តែផ្សាយពាក្យចាំអារាមអំពីជីវិតឯកជននោះពិភពលោកទាំងមូលនឹងហែកនាងជាបំណែកដូចអ្វីដែលបានកើតឡើងចំពោះខ្ញុំកាលពី3អ្នកពិតជាគ្មានសិលធម៌សោះមិនមែនខ្ញុំ អ្នក ទេ បំផ្លាញគ្រួសារ អ្នកបានដណ្ដើមតំណែងលេខាធិការរបស់ខ្ញុំនិងគម្រោងណូតាមពីខ្ញុំបន្ទាប់មករីករាយនឹងការលងទឹកនៅក្នុងពាក្យចាំអារាមអ្នកបានសុំវានេះជាអ្វីដែលអ្នកសុំនឹងទទួល យកចោលអ្នកធ្វើឲ្យខ្ញុំខកចិត្តប្រសិនបើពាក្យចាំអារាមអាចបំផ្លាញខ្ញុំបានខ្ញុំនឹងស្លាប់តាំងពី3ឆ្នាំមុនខ្ញុំនឹងមិនឈរនៅទីនេះនៅថ្ងៃនេះទេហេតុផលតែមួយគត់ដែលខ្ញុំនៅតែនៅ Wusen Group គឺដើម្បីប្រយុទ្ធជាមួយអ្នករហូតដល់ទីបញ្ជាក់រហូតដល់ទីនេះជាអ្វីដែលខ្ញុំចង់និយាយ លោកចាប់តាំងពីព័ត៌មាននោះបានចេញផ្សាយនៅព្រឹកនេះភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះយ៉ាង ខ្ញុំក៏មានភ្នែកដែរខ្ញុំឃើញហើយ តែយើងគួរឆ្លើយតបយ៉ាងដូចម្តេច ខ្ញុំនឹងដោះស្រាយវាអូមនុស្សដែលខ្ញុំកំពុងរងចាំបានមកដល់ លោកប្រធានពាក្យចាំអារាមតាមអ៊ីនធឺណិតអំពីជីវិតឯកជនរបស់ខ្ញុំគឺសុទ្ធតែជារឿងមិនពិតទេសូមផ្ដល់ពេល2នាទីឲ្យខ្ញុំបានទេខ្ញុំនឹងពន្យល់ មិន អ្វី បាច់ទេខ្ញុំមិនចាប់អារម្មណ៍នឹងជីវិតឯកជនរបស់លេខាខឹមទេប៉ុន្តែគម្រោង No Sam ដែលអ្នកកំពុងដោះស្រាយគឺត្រូវចុះហត្ថលេខានៅថ្ងៃសុក្រប្រសិនបើកិច្ចសន្យានោះបរាជ័យក្រុមហ៊ុននឹងខាតបង់មួយ ប៉ុន្តែវាសុទ្ធតែជារឿងប្រឌិតរូបថតទី1គឺពិតជា ប្រឌិតមែនទេអញ្ចឹងបង្ហាញភស្តុតាងមកខ្ញុំឲ្យពេលអ្នក24ម៉ោងដើម្បីដោះស្រាយរឿងនេះប្រសិនបើអ្នកមិនអាចដោះស្រាយរឿងនេះបានតើខ្ញុំអាចទុកចិត្តអ្នកឲ្យធ្វើការដោយរបៀបណាលេខាហានខ្ញុំនិយាយខុសមែនទេ ទៅអរគុណដែលបានផ្ដល់ឱកាសឲ្យខ្ញុំលោកប្រធាន លោកប្រធានទូពិតជាបានតាក់ទងមកខ្ញុំមែន ខ្ញុំគ្មានពេលសម្រាប់រឿងនេះទេប្រសិនបើលេខាខ្ញុំតាក់ទងអ្នកសូមធ្វើតាមអ្វីដែលនាងស្នើសុំ អ្វី ដោះស្រាយវាឲ្យបានល្អហើយកុំប្រាប់ថាខ្ញុំជាអ្នកស្នើសុំអ្នក លោកโจមេងយេនេះជាដីកាចាប់ខ្លួនដែលចេញដោយតុលាការកញ្ញាខេមហាននិង Wusen Group បានប្តឹងលោកជប់លោកត្រូវបានចាប់ខ្លួនពីបទផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីរំ និយា ខា យ ន អីហ្នឹង លោកមានសិទ្ធិជួលមេធាវីនិងសិទ្ធិរក្សាភាពស្ងៀមស្ងាត់ ហេមិនមែនខ្ញុំថាមិនមែនខ្ញុំទេស្រីម្នាក់នោះរៀបចំផែនការដាក់ខ្ញុំ នេះជាវីដេអូពីកាមេរ៉ាសុវត្ថិភាពក្នុងពិធីមង្គលការគ្រួសារវាបង្ហាញពីដំណើរការទាំងមូលដែលលោកโจមេងយេខ្លាយបន្លំរូបថតនិងផ្សព្វផ្សាយពាក្យ ចុះម៉េច
លោកដឹងថាប៉ាខ្ញុំជានរណាប៉ាខ្ញុំជាអ្នកគ្រប់គ្រងនៅលោកមិនអាចធ្វើបែបនេះដាក់ខ្ញុំលេងដ ធ្វើ កដៃ អី ខ្លួន តើបរោះដូចលោកបំផ្លាញស្ត្រីម្នាក់ដោយរបៀបនេះមែនទេលោកប្រើល្បិចថោកទាបបែបនេះ នាងពិតជាហ៊ានណាស់នាងគិតថាខ្ញុំនឹងបណ្ដោយទៅ ទៅ អ្នកទាំងអស់គ្នាបានឃើញហើយ លោកនៅ Hạ ơn. Hạ ơn. Anh mệt. ហេហើយអនបងភ្ញាក់ហើយអើបងបារម្ភអីគ្រូពេទ្យថាបងគ្រាន់តែសន្លប់ដោយសារហត់ពេកទេបងនៅប្រមូលភស្តុតាងពេញមួយយប់មែនទេសំណាងណាស់អីបំផុតវាចប់ហើយ Hen anh mình ấy tí. Hen. ហេនជួយអង្សេខ្ញុំមិនទាន់បានអរគុណអ្នកទេបើជួយអង្សេមិនបានប្រាប់ខ្ញុំពីអាសយដ្ឋានអេបនៃសានោះទេខ្ញុំក៏មិនអាចហៅប៉ូលីសបានលឿនបែបនេះដែរអរគុណច្រើនណាស់បងតាមពិតខ្ញុំមិនមែនជាអ្នករកឃើញវាទេលោកប្រធានណូបានប្រាប់ខ្ញុំឲ្យផ្ញើវាទៅបងខ្ញុំមិនអាចតាមដានអាសយដ្ឋានខ្ញុំគិតថាលោកប្រធានណូក៏សង្ស័យខ្ញុំដែរនោះហើយជាមូលហេតុដែលគាត់ធ្វើពុតជាត្រជាក់ដាក់ខ្ញុំតែតាមពិតគាត់បានជួយខ្ញុំគ្រប់ពេលតើខ្ញុំគួរអរគុណគាត់ដោយរបៀបណាអូបងទូរស័ព្ទបងរត់រហូតពេលបងសន្លប់បងគូពិនិត្យមើលវា លោកប្រធានលោកស្រីនៅមិនលើកទូរស័ព្ទទេ Chi diêm mà đồng tiết. លោកប្រធានណូ ស៊ូអ្នកបានដោះស្រាយរឿងទាំងអស់នេះក្នុងរយៈពេលតិចជា ទាំង ង អស់នេះគឺដោយសារ សំណាងល្អតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបាននឹងនៅទាន់ពេលគម្រោងគួរតែត្រឡប់មកដំណាក់នេះលោកបណ្ឌិតខេងបានផ្ដល់របស់នេះឲ្យអ្នកសម្រាប់ស្នាមរលាកលាបវាទៅលើកដៃរបស់អ្នក ចាសសបងហែនខ្ញុំនឹងលាបវាឲ្យបងឈឺ យេ អូតហ្វុនអ្នកគឺជាគូដែលស័ក្តិសមណាស់ ការផិតក្បត់គឺជាបន្ទាត់ក្រហមរបស់ខ្ញុំមិនអាចបន្តអាពាហ៍ពិពាហ៍នេះទៀតទេមេធាវីរបស់ខ្ញុំកំពុងទូរស័ព្ទមកខ្ញុំត្រូវទៅហើយនៅតែមិនអាចតាក់ទងនាងបានមកប្រពន្ធខ្ញុំថែមទាំងបានទៅផ្ទះឪពុកម្ដាយរបស់នាងហើយរងចាំនៅខាងក្រៅជាយូរមកហើយនេះជារឿងគួរឲ្យអស់សំណាក់តើនាងកំពុងរងចាំខ្ញុំតាក់ទងនាងផ្ទាល់ឬខ្ញុំយ៉ងយ៉ានបរិះដែលអ្នកបានរៀបការកាលពីឆ្នាំមុនតោះជួបគ្នាយើងត្រូវនិយាយអំពីការលែងលះមានការអី លោកប្រធានខ្ញុំបានកែសម្រួលគម្រោង Northam មួយចំនួនហើយសូមពិនិត្យមើលផង ដៃឯងនៅមិនទាន់ជាផងហេតុអីក៏ប្រញាប់ធ្វើការម្លេះមកមើលរបួសមិនបានដៃទៀត អរ ទេ គុណដែលបារម្ភពីខ្ញុំមិនអីហើយពាក្យដែលលោកនិយាយមិញនេះលោកបារម្ភពីខ្ញុំមែនទេបើបារម្ភមិនបាច់និយាយខ្លាំងបែបនេះទេខ្ញុំទុកឯកសារនៅទីនេះលោកអាចពិនិត្យមើលនៅពេលដែលលោកទំនេរ ខ្ញុំនឹងមើលពេលក្រោយទៅចុះ ហេតុអីទូរស័ព្ទខ្ញុំរត់នៅពេលនេះ ឆាប់ហេតុអីទូរស័ព្ទលេខា hand road អូនោះជាម៉ោងរត់របស់ខ្ញុំដល់ពេលលេបថ្នាំហើយខ្ញុំត្រូវទៅហើយជាងយួន ខ្ញុំគឺយ៉ងយួនខ្ញុំជាបរិះដែលបានរៀប មនុស្ស ការ នេះស្ងាត់មួយរយៈឥឡូវក៏លេចមុខមកឥឡូវមកសុំលែងលេគាត់ប្រកាសជាធ្វើបែបនេះបន្ទាប់ពីបាត់កញ្ញាខេមក្រុមហេរ៉ាញ់វត្ថុបានកំណត់ពេលប្រជុំគម្រោងតាក់ទងនឹងគម្រោង Gang Box នៅជាន់ទី10ខ្ញុំដឹងហើយ
ខ្ញុំរវល់ស្ទើរតែស្លាប់ហើយគាត់ចង់លែងលេះគាត់អាចរងចាំបាន យើងជួបគ្នាពេលណា ទីបំផុតអ្នកក៏បានបង្ហាញខ្លួនហើយមែនទេ